បាទសួស្តីដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងវិលត្រឡប់មកជួបខ្ញុំម្ដងទៀតเป็นការធ្វើនៅដំណុយឆ្នោតយួនមួយថ្ងៃទី29ខែ5ឆ្នាំ2025មកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីធ្វើការលេងអបសងសណាទាំងអស់គ្នាផងដែរហើយមកខ្ញុំអាននៅដំណុយថ្ងៃទី29មកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទគឺយើងទៅមើលលទ្ធផលក៏ជាដំណុយដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាលេងធ្វើការផ្សងសនានៅថ្ងៃទី28ទាំងអស់គ្នាជាមុនសិនបាទអញ្ចឹងគឺឃើញថាវេលាម៉ោង4:30នាទីពុកម៉ែបងប្អូនដែលលេងក្នុងដំណុយខ្ញុំការពីអមសមិញពុកម៉ែបងប្អូនបាទគឺយើងចូលលេខ6886នៅក្នុងម៉ោង4:30នាទីល្ងាចពុកម៉ែបងប្អូនទាំងអស់គ្នាបាទរីឯពេលយប់វិញគឺយើងចូលមកក្របទៀតគឺលេខ89 98ដែលវាចេញលេខ98គឺនៅក្នុងពណ៌ A ម៉ោង6:30នាទីយប់ដូចគ្នាពុកម៉ែបងប្អូនបាទ8668នេះវាចេញម៉ោង4 8998នេះគឺវាចេញនៅក្នុងម៉ោង6អញ្ចឹងគឺពេលថ្ងៃគឺយើងចូលមកក្របយប់គឺចូលមកក្របស្ដាយបំផុតគឺលេខ25បាទពុកម៉ែបងប្អូនបាទខ្ញុំថាម្សិលមិញអ្នកលេងពណ៌ហូចាក់លេខ25 52ទៅបាទវេលាម៉ោង4:30នាទីទាំងអស់គ្នាប៉ុន្តែលទ្ធផលវាចេញនៅម៉ោង6យប់ទាំងអស់គ្នាបាទស្ដាយមែនតើណាពុកម៉ែបងប្អូនបាទអ្នកលេងពណ៌ A បាទដល់ពណ៌ហូវេលាម៉ោង4បាទវាចេញនៅក្នុងពណ៌ A ពេលយប់ទាំងអស់គ្នា25មក52ចឹងបើសិនជាមានអ្នកចាក់តាមប្រហែលជាអាចនឹងត្រូវចំពោះលេខ25 52ពុកម៉ែបងប្អូនទាំងអស់គ្នាបាទរីឯអ្នកលេងក្នុងឆាតខ្ញុំវិញនៅថ្ងៃទី28បាទគឺអត់បានចូលទេពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានមែនទេបាទនៅក្នុងឆាតទាំងអស់គ្នាបាទទៅឆ្ងាយពុកម៉ែបងប្អូនមកលេខរបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃទី28ម្សិលមិញអធិស្ឋានទាំងអស់គ្នាបាទឥឡូវយើងទៅមើលនៅតម្រុយថ្ងៃទី29ខែ5ឆ្នាំ2025ទាំងអស់គ្នាដើម្បីយកទៅធ្វើការលេងផ្សងសនាបន្តទៀតផងដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលថ្មីដែលអត់ទាន់បានចុច Subscribe ចុចជឿកុំភ្លេចចុច Subscribe ចុចជឿ comment លេខទាំងអស់គ្នា168ហើយនឹងចុចញ៉ាំឲ្យដៃ like ឡើងលើម្នាក់មួយផងពុកម៉ែបងប្អូនអ្នកថ្មីទាំងអស់គ្នាដូចជាអ្នកចាស់បាទហើយនៅថ្ងៃនេះគឺមានលេខអុកតុងគឺមានខ្ទង់មក9ហើយនឹងខ្ទង់60ទាំងអស់គ្នាបាទ9ហើយ60បាទខ្ទង់9គឺមានចំនួនរហូតដល់13គ្រាប់បាទគឺមានលេខ93 96និងលេខ99រីឯខ្ទង់60វិញគឺមានលេខ61និងលេខ66បាទលេខគូតែម្ដងបាទចឹងលេខត្រឡប់ខ្ទង់9និងខ្ទង់60មានដូចជាលេខ39 69 16ពុកម៉ែបងប្អូនអរគ្នាលេខតម្រុយរបស់ខ្ញុំគឺពុកម៉ែបងប្អូនអរគ្នាលេខតែចាក់ត្រង់និងត្រឡប់បានហើយពុកម៉ែបងប្អូនអរគ្នាបាទបញ្ជាក់ទាំងអស់គ្នាបាទរីឯលេខធំទី1មានដូចជាលេខ936ពុកម៉ែបងប្អូនអរគ្នាលេខចាក់គុណនិងលេខធំទី2នោះគឺលេខ961បាទលេខគុណដូចគ្នានិងលេខធំចុងក្រោយគឺ996ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅថ្ងៃហ្នឹងសង្ឃឹមថាហេងចំពោះលេខធំក៏ដូចជាលេខតូចបាទទាំងអស់គ្នាបន្តទៀតផងដែរហើយតម្រុយរបស់ខ្ញុំគឺពុកម៉ែបងប្អូនអរគ្នាគឺចូលរាល់ថ្ងៃពុកម៉ែបងប្អូនអរគ្នាគ្រាន់តែយើងអត់ដឹងថាចេញម៉ោងណាពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងសង្ឃឹមថាហេងហើយក្នុងឆាតខ្ញុំនៅថ្ងៃទី29នេះបាទគឺខ្ញុំបើកទាំងម៉ោង4និងម៉ោង6បាទម្សិលមិញខ្ញុំបើកទាំងម៉ោង6ទេអញ្ចឹងនៅថ្ងៃទី29នេះគឺខ្ញុំបើកទាំងម៉ោង4និងម៉ោង6បាទអញ្ចឹងជូនពរហេងទាំងអស់គ្នាផងដែរបាទ